ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចហ៊ុនសែននៅថ្ងៃប្រហ័សទី26 ខែមិថុនានេះបានប្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃឲ្យជីកលេនដ្ឋានឬក៏ត្រង់សេដើម្បីការពារខ្លួនដោយសម្ដេចទាញការយល់ឃើញថាឥឡូវមានគ្រួសារខ្លះប្រពន្ធមកនេះយកកូនមកនេះប្តីនៅចាំផ្ទះសូមឲ្យប្រឹងប្រែងរៀបចំលេនដ្ឋាននៅតាមផ្ទះព្រោះពួកគេគឺអាចនឹងធ្វើការវាយប្រហារយើងគ្រប់ពេលកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាម៉ុនតាកបីខេត្តដោយបញ្ជ័យខេត្តព្រះវិហារគឺអាយុជីវិតរបស់គាត់ថយមែនទែនគឺយកជីវិតទៅបដូរការពារជាតិហេតុអីបានយើងនិយាយអញ្ចឹងដោយសារពួកគាត់ឈរទល់មុខដេកទល់មុខក្នុងកំភ្លើងរបស់ថៃអញ្ចឹងនៅពេលដែលយើងកំពុងដេកលក់ឬកំពុងតែឈរស្ងៀមចុះថៃវាវាយមកវាវាយឲ្យយើងដឹងវាផ្លោងឲ្យយើងដឹងគឺអាយុជីវិតថយមែនទែនមួយវិនាទីនឹងការស្លាប់គឺស្មើគ្នាគឺយកជីវិតទៅបដូរដើម្បីការពារជាតិយើងអញ្ចឹងសូមសរសើរវីរភាពកងទ័ពមន្ត្រីរាជការយោធារបស់យើងដែលសឹងតែលះបង់ជីវិតដើម្បីការពារជាតិរបស់យើងប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចហ៊ុនសែននៅថ្ងៃប្រហ័សទី26 ខែមិថុនានេះបានប្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃឲ្យជីកលេនដ្ឋានឬក៏ត្រង់សេដើម្បីការពារខ្លួនដោយសម្ដេចទាញការយល់ឃើញថាប្រទេសទាំងពីរអាចមានសង្គ្រាមរយៈពេលយូរនិងមិនដូចចំនួនប្រាសាទព្រះវិហារនៅក្នុងឆ្នាំ2011ទេប្រសិនបើមិនមានការផ្លាស់ប្ដូរមេដឹកនាំក្រុងបាងកកក្នុងជំនួបជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ស្រុកក្រុងនៅក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃប្រហ័សនេះសម្ដេចប្រធានព្រឹទ្ធសភាហើយក៏ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានថ្លែងថាវិបត្តិនៃចំនួនកម្ពុជាថៃបានคล้ายទៅជាកាលានុវត្តភាពហើយកងកម្លាំងប្រដាប់អាវុធអាចមានតម្រូវការយូរអង្វែងក្នុងស្ថានភាពនេះសម្ដេចណែនាំឲ្យមន្ត្រីមូលដ្ឋានកងទ័ពនិងនគរបាលសហការគ្នាគាំទ្រពលរដ្ឋនៅក្នុងការបង្កើនការដាំដុះនៅក្នុងស្រុកដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធនៅនឹងកន្លែងការណែនាំរបស់សម្ដេចធ្វើឡើងនៅពេលដែលក្រុមគ្រួសារមួយចំនួនបានបន្តជម្លៀសចេញពីតំបន់ជួរមុខនៅក្នុងខេត្តព្រះវិហារពលរដ្ឋក្មេងចាស់រាប់សិបនាក់បានមកជ្រកកោនបណ្ដោះអាសន្ននៅក្នុងវត្តពោ5000ដើមនៅក្នុងស្រុកគូលែនអាជ្ញាធរជាញឹកញាប់បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធដើម្បីធានាថាពលរដ្ឋភៀសខ្លួនទាំងអស់នោះទទួលបានអាហារទឹកនិងសុវត្ថិភាពពលរដ្ឋមួយចំនួនទៀតដែលរស់នៅតាមខេត្តជាប់ព្រំដែនថៃបានជីកត្រង់សេនិងរៀបចំសម្ភារៈចាំបាច់ទុកជាមុនសម្ដេចហ៊ុនសែនក៏បានរិះគន់ការបិទព្រំដែនជាឯកតោភាគីរបស់ថៃដោយចាត់ទុកថាជាទង្វើតាមទំនឹងចិត្តនិងជាការបិទខ្ទប់ខ្លួនឯងតែបិទប្រទេសនេះក៏មានបញ្ហាព្រំដែនជាមួយនឹងប្រទេសមីយ៉ាន់ម៉ាឡាវនិងម៉ាឡេស៊ីផងដែរក្នុងជំនួបជាមួយនឹងកងទ័ពនៅថ្ងៃប្រហ័សដដែលសម្ដេចហ៊ុនសែនបានបញ្ជាក់ថាកម្ពុជាបានបញ្ជូនកងទ័ពនិងសព្វាវុធទំនើបចេញពីបន្ទាយទៅទិសដៅព្រំដែនខេត្តឧត្តរមានជ័យនិងព្រះវិហាររួចរាល់ហើយខណៈដែលកម្ពុជាចង់បានសន្តិភាពនិងជ្រើសយកតុលាការអន្តរជាតិដើម្បីសម្រេចក្តីសម្ដេចបានប្រាប់កងទ័ពកុំឲ្យខ្លាចក្នុងការវាយប្រហារសត្រូវដែលឈ្លានពានកម្ពុជាមកដល់ពេលនេះមានរយៈពេល1ខែហើយដែលចំនួនព្រំដែនរវាងកម្ពុជាថៃបានអូសបន្លាយក្រោយពីទាហានថៃបានបាញ់ទាហានខ្មែរម្នាក់ស្លាប់នៅតំបន់មុំ3នៃខេត្តព្រះវិហារឥឡូវមានគ្រួសារខ្លះប្រពន្ធមកនេះយកកូនមកនេះប្តីនៅចាំផ្ទះសូមឲ្យប្រឹងប្រែងរៀបចំលេនដ្ឋាននៅតាមផ្ទះព្រោះពួកគេគឺអាចនឹងធ្វើការវាយប្រហារយើងគ្រប់ពេលដូច្នេះក្រៅពីបងប្អូនដែលបានជម្លៀសខ្លួនមកកាន់ទីនេះក្នុងឋានៈជាជនជាតិជនភាសាបងប្អូនក៏ទៅហើយដែលមានអ្នកនៅតាមផ្ទះសូមឲ្យពួកគេជីកលេនដ្ឋានឲ្យបានរឹងមាំដើម្បីការពារខ្លួនសុវត្ថិភាពខ្លួននិងក្រុមគ្រួសារខ្លួននៅពេលណាមួយយើងវិលត្រឡប់បែរជាមានរឿងកើតឡើងយើងក៏មានទីជម្រកសូមឲ្យគ្រប់ផ្ទះដែលនៅជិតតំបន់ព្រំដែនជីកលេនដ្ឋានហើយរឿងនេះអាជ្ញាធរខេត្តក៏ដូចជាស្រុកនិងមូលដ្ឋានឃុំភូមិយកចិត្តទុកដាក់ជួយគ្នាដើម្បីរៀបចំលេនដ្ឋានសម្រាប់សុវត្ថិភាពកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាម៉ុនតាកបីខេត្តដោយបញ្ជ័យខេត្តព្រះវិហារគឺអាយុជីវិតរបស់គាត់ថយមែនទែនគឺយកជីវិតទៅបដូរការពារជាតិហេតុអីបានយើងនិយាយអញ្ចឹងដោយសារពួកគាត់ឈរទល់មុខដេកទល់មុខក្នុងកំភ្លើងរបស់ថៃអញ្ចឹងនៅពេលដែលយើងកំពុងដេកលក់ឬកំពុងតែឈរស្ងៀមចុះថៃវាវាយមកវាវាយឲ្យយើងដឹងវាផ្លោងឲ្យយើងដឹងគឺអាយុជីវិតថយមែនទែនមួយវិនាទីនឹងការស្លាប់គឺស្មើគ្នាគឺយកជីវិតទៅបដូរដើម្បីការពារជាតិយើងអញ្ចឹងសូមសរសើរវីរភាពកងទ័ពមន្ត្រីរាជការយោធារបស់យើងដែលសឹងតែលះបង់ជីវិតដើម្បីការពារជាតិរបស់យើងដែល
ជាជីវិតដែលផុយស្រួយដេកឬក៏ឈរនៅក្នុងកំភ្លើងរបស់ថៃអញ្ចឹងឃើញថាថៃគេពងតែឆ្លៀនពៀនដីយើងបងប្អូនពងឆ្លៀនពៀនដីយើងរៀបរាប់ឆ្នាំហើយគេបានបញ្ជូនកងយោធារបស់គេដើរល្បាតនៅលើដីយើងគិតមើលដីរបស់យើងឯងឆ្លៀនពៀននេះបើសិនតែឯងទៅប្រទេសផ្សេងឯងត្រូវរបស់គេហើយកម្ពុជាយើងអនុគ្រោះដេញឲ្យឯងទៅឯងមិនទៅប៉ុន្តែគាត់ថាបើសិនតែឯងបាញ់យើងម្ដងទៀតយើងនឹងប្តឹងទៅអង្គការអន្តរជាតិហើយយើងក៏មានសិទ្ធិការពារខ្លួនដែរយើងអត់បាញ់គេមុនព្រោះយើងបាញ់គេមុនខុសច្បាប់អន្តរជាតិអ្នកឯងបានបំពេញច្បាប់អន្តរជាតិអ្នកឯងបាញ់បោះមកលើទាហានខ្ញុំស្លាប់ទាហានខ្ញុំហ្នឹងត្រូវដឹងអញ្ចឹងអ្នកឯងអាងតែអ្នកឯងមានទ្រព្យច្រើនអាងអ្នកឯងប្រជាជនច្រើនអ្នកឯងអាងមានសេដ្ឋកិច្ចល្អជាងយើងអ្នកឯងអាងរីកចម្រើនគ្រប់វិស័យអ្នកឯងចង់មើលងាយប្រទេសយើងអត់បានទេក្នុងនាមខ្ញុំជាខ្មែរខ្ញុំក្រមែនប៉ុន្តែខ្ញុំមានអធិបតេយ្យភាពជាតិរបស់ខ្ញុំស្រឡាញ់ជាតិរបស់ខ្ញុំការពារជាតិរបស់ខ្ញុំមិនបានធ្វើទាហានមែនប៉ុន្តែខ្ញុំបានជួយឲ្យផ្សេងផ្នែកណាមួយដើម្បីជាតិរបស់ខ្ញុំដូច្នេះសូមឲ្យបងប្អូនយើងមេត្តាជួយទាំងអស់គ្នាគេថាសម្ដេចតេជោហ៊ុនសែនបានទៅសួរសុខទុក្ខហើយឃើញថាភ្លៀងធ្លាក់សម្ដេចតេជោបានដើរកាត់ភ្លៀងមានបងអង្គរៈអីទទួលឆាត់ឲ្យសម្ដេចតេជោគឺសម្ដេចតេជោមិនបានថយក្រោយទោះបីភ្លៀងយ៉ាងណាក៏ដោយក៏សម្ដេចព្យាយាមពុះពៀទៅជប់កងកម្លាំងប្រដាប់អាវុធយោធារបស់យើងដែរគឺសម្ដេចតេជោអត់ងាកថយភ្លៀងឲ្យអត់ត្រឡប់អត់ទៅទេត្រឡប់មកវិញអត់ទេគឺទៅទាំងភ្លៀងទៅសួរសុខទុក្ខនិយាយលើកទឹកចិត្តផ្ដល់យុទ្ធសាស្ត្រឲ្យកងទ័ពរបស់យើងអញ្ចឹងឃើញថាសម្ដេចតេជោទៅម្ដងគឺมันគឺចំណេញច្រើនគឺសម្ដេចប្រមូលអុកញ៉ាប្រមូលធនធានប្រមូលថវិកាបានច្រើនណាស់ប្រមូលស្បៀងបានច្រើនណាស់ដើម្បីដល់ជូនយោធារបស់យើងដែលកំពុងតែការពារនៅតាមខ្សែក្បាត់ព្រំដែនខេត្តឧត្តរមានជ័យខេត្តព្រះវិហារប៉ុន្តែសូមឲ្យខាងខ្សែក្បាត់ព្រំដែនឲ្យមេត្តាប្រុងប្រយ័ត្នទាំងអស់គ្រប់ខ្សែក្បាត់ព្រំដែនគឺថៃនឹងវាតែងតែបង្ហោះដ្រូនដើម្បីស៊ើបការសម្ងាត់ពីកម្ពុជារបស់យើងវាចង់ដឹងថាវិស័យយោធារបស់យើងនៅម្ដុំណាប្លុកណាព្រោះហ្នឹងវាត្រៀមដល់ពេលវាដឹងប្លុកយោធារបស់យើងវាអាចវាបាញ់បចំឡើយនឹងឯងអញ្ចឹងយើងមានតែបាញ់ទម្លាក់ទេកុំឲ្យវាស៊ើបការបានឥឡូវនេះវាពងតែធ្វើបាបពលកររបស់យើងដែរនៅក្នុងប្រទេសថៃនេះគឺឃើញថាប្រជាជនកម្ពុជាយើងដែលធ្វើពលករនៅប្រទេសថៃកំពុងតែធ្វើមេត្តភូមិនិវត្តមកប្រទេសកម្ពុជាវិញណាមកទាំងយប់ក៏មានដែរសម្រុកចេញមកពីប្រទេសថៃព្រោះពួកគាត់បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនហើយណាមួយថៃគេដេញឲ្យយើងមកផងរាជរដ្ឋាភិបាលកម្ពុជាយើងស្នើឲ្យមកវិញណាបើសិនអាចមកបានសូមឲ្យបងប្អូនយើងដែលមានក្រុមហ៊ុនធំៗមេត្តាជួយផ្ដល់ការងារឲ្យប្រជាជនយើងបានធ្វើផងណាក្នុងស្រុកយើងទោះយ៉ាងណាក៏មានភាពកក់ក្ដៅដែរក្នុងប្រទេសរបស់យើងខ្មែរតែមួយនិយាយភាសាតែមួយណាជួយគ្នាពេលនេះម៉ោងនេះជាពេលមួយដែលយើងត្រូវជួយគ្នាព្រោះពេលនេះគ្មានអ្នកណាជួយយើងក្រៅពីខ្មែរយើងជួយគ្នាឯងទេសូមឲ្យខ្មែរយើងទាំងអស់មេត្តាឈប់ជន់ប្រលិចគ្នាឯងងាកមកសាមគ្គីភាពជាតិដើម្បីឲ្យជាតិយើងរឹងមាំដោយសារយើងអត់ឯកភាពជាតិគ្នាហើយបានប្រទេសយើងរួញទៅតូចទៅណាអត់ឯកភាពជាតិអត់ឯកភាពផ្នែកនយោបាយអញ្ចឹងនៅពេលណាយើងអត់ឯកភាពជាតិហើយយើងអត់មានភាពរឹងមាំទេអញ្ចឹងសូមឲ្យយើងគិតជាតិជាធំកុំគិតគ្រួសារជាធំដរាបណាយើងគិតគ្រួសារជាធំគ្រួសារនិយមប្រទេសជាតិយើងអភិវឌ្ឍអត់ទៅមុខទេអញ្ចឹងឃើញថាថ្ងៃនេះសម្ដេចតេជោហ៊ុនសែនលោកបានអញ្ជើញទៅសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅតាមខ្សែក្បាត់ព្រំដែនមានខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដើម្បីជាការផ្ដល់កម្លាំងចិត្តដ៏ធំធេងដែលមិនអាចគណនាបានសម្រាប់កងទ័ពរបស់យើង